ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរឿងប្រឡោមលោកបែបមនោសញ្ចេតនាមួយចង់ចែករំលែកជូនដល់ពុកម៉ែបងប្អូនអ្នកស្ដាប់កំសាន្តមុននឹងចូលគេងហើយរឿងនេះផងដែរមានចំណងជើងថារឿងស្នេហានៅរដូវផ្ការីកអញ្ចឹងកុំឲ្យបងប្អូនរំពឹងរង់ចាំយូរយើងចូលសាច់រឿងទាំងអស់គ្នាតែម្ដងនៅទីក្រុងសេអ៊ូលដ៏ស្រស់ស្អាតក្នុងរដូវផ្ការីកមានយុវតីម្នាក់ឈ្មោះស៊ូហ៊ីជានិស្សិតសិល្បៈដ៏មានទេពកោសល្យដែលចូលចិត្តគូររូបផ្កាឈូកកំពុងតែរីកស្រស់បំព្រងនៅក្នុងសួនច្បារក្បែរផ្ទះរបស់នាងថ្ងៃមួយខណៈពេលដែលនាងកំពុងតែគូររូបយ៉ាងយកចិត្តទុកដាក់នោះស្រាប់តែមានយុវជនម្នាក់ឈ្មោះជីហូបានដើរចូលទៅក្នុងសួនច្បារនោះជីហូគឺជាអ្នកថតរូបដ៏ល្បីល្បាញម្នាក់ដែលតែងតែស្វែងរកសម្រស់នៃធម្មជាតិដើម្បីបញ្ចូលទៅក្នុងរូបថតរបស់គាត់បានចាប់អារម្មណ៍ភ្លាមៗចំពោះរូបភាពដ៏ស្រស់ស្អាតដែលស៊ូហ៊ីកំពុងគូរនឹងទេពកោសល្យដ៏អស្ចារ្យរបស់នាងគាត់បានឈរមើលនាងដោយស្ងៀមស្ងាត់រហូតដល់ស៊ូហ៊ីងើបមកឡើងឃើញគាត់ស៊ូហ៊ីមានការភ្ញាក់ផ្អើលបន្តិចតែស្នាមញញឹមដ៏កក់ក្ដៅរបស់ជីហូបានធ្វើឲ្យនាងមានអារម្មណ៍ធូរស្រាលពួកគេបានចាប់ផ្ដើមនិយាយគ្នាអំពីសិល្បៈធម្មជាតិនិងក្តីស្រមៃរបស់ពួកគេបានរកឃើញថាពួកគេមានចំណង់ចំណូលចិត្តស្រដៀងគ្នាជាច្រើនហើយពួកគេមានអារម្មណ៍ទាក់ទាញគ្នាទៅវិញទៅមកយ៉ាងខ្លាំងប៉ុន្មានសប្តាហ៍បន្ទាប់ជីហូតែងតែមកសួនច្បារនោះដើម្បីជួបស៊ូហ៊ីពួកគេបានចំណាយពេលវេលាជាមួយគ្នាគូររូបនិងថតរូបផ្កាដ៏ស្រស់ស្អាតពួកគេបានចែករំលែកអាហារថ្ងៃត្រង់ជាមួយគ្នាដើរលេងតាមដងផ្លូវដ៏រ៉ូមែនទិកនិងនិយាយគ្នាអំពីអ្វីៗគ្រប់យ៉ាងនៅក្នុងចិត្តរបស់ពួកគេភាពស្និទ្ធស្នាលរបស់ពួកគេបានរីកចម្រើនបន្តិចម្ដងคล้ายតែជាសេចក្តីស្រឡាញ់ដ៏ផ្អែមល្ហែមជីហូចូលចិត្តភាពទន់ភ្លន់និងភាពរួសរាយរាក់ទាក់របស់ស៊ូហ៊ីចំណែកឯស៊ូហ៊ីវិញក៏លង់ស្នេហ៍នឹងភាពកក់ក្ដៅនិងទេពកោសល្យដ៏ប៉ិនប្រសប់របស់ជីហូពួកគេបានរកឃើញថានៅក្នុងភ្នែករបស់គ្នាទៅវិញទៅមកពួកគេបានឃើញពិភពលោកដ៏ស្រស់ស្អាតនិងអនាគតដ៏ភ្លឺស្វាងថ្ងៃមួយក្នុងពេលដែលផ្កាឈូកកំពុងរីកយ៉ាងស្រស់បំព្រងជីហូបាននាំស៊ូហ៊ីទៅកន្លែងដ៏ស្ងប់ស្ងាត់មួយនៅក្នុងសួនច្បារហើយបានលុតជង្គង់សុំរៀបការជាមួយនាងស៊ូហ៊ីរំភើបពេកនិយាយមិនចេញគ្រាន់តែងក់ក្បាលយល់ព្រមទាំងទឹកភ្នែករលីងរលោងនៅក្នុងភ្នែកពិធីមង្គលការដ៏សាមញ្ញតែពោរពេញដោយក្តីស្រឡាញ់របស់ពួកគេបានប្រព្រឹត្តទៅនៅរដូវផ្ការីកបន្ទាប់នៅក្នុងសួនច្បារដែលជាកន្លែងដែលស្នេហារបស់ពួកគេបានចាប់ផ្ដើមពួកគេបានសន្យាថានឹងស្រឡាញ់និងថែរក្សាគ្នាអស់មួយជីវិតដោយផ្កាឈូកដែលតែងតែរីកស្រស់បំព្រងនៅក្នុងរដូវផ្ការីកជារៀងរហូតបន្ទាប់ពីរៀបការជីហូនិងស៊ូហ៊ីបានបន្តក្តីស្រមៃរបស់ពួកគេជាមួយគ្នាជីហូបានវិចិត្រសាររូបថតដ៏ល្បីល្បាញមួយដែលរូបថតផ្កាឈូកដ៏ស្រស់ស្អាតរបស់ស៊ូហ៊ីតែងតែត្រូវបានដាក់តាំងបង្ហាញចំណែកឯស៊ូហ៊ីវិញក៏បានក្លាយជាវិចិត្រករគំនូរផ្កាឈូកដ៏ល្បីល្បាញមួយរូបផងដែរស្នេហារបស់ពួកគេបានក្លាយជារឿងព្រេងនិទានដ៏ស្រស់ស្អាតមួយនៅក្នុងទីក្រុងសេអ៊ូលដែលជានិមិត្តរូបនៃសេចក្តីស្រឡាញ់ដ៏បរិសុទ្ធនិងភាពស្រស់ស្អាតនៃរដូវផ្ការីករឿងនេះបង្រៀនយើងថាស្នេហាពិតប្រាកដអាចកើតឡើងនៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលាប្រសិនបើយើងបើកបេះដូងទទួលយកវាហើយស្នេហាដ៏ពិតប្រាកដនឹងធ្វើឲ្យជីវិតរបស់យើងស្រស់បំព្រងនិងពោរពេញដោយក្តីសង្ឃឹមដូចជារដូវផ្ការីកដែលតែងតែត្រឡប់មកវិញជារៀងរហូត